Some night nomជាមួយនឹងអាហារ buffet មកកន្លែងដែលមានរសជាតិឈ្ងុយឆ្ងាញ់អាហារគ្រប់មុខមានច្រើនជម្រើសមានច្រើនរសជាតិតែបងប្អូនសម្រាប់អ្នកណាដែលចង់ញ៉ាំ buffet ហើយចំពោះលើឥឡូវសេដ្ឋកិច្ចមិនសូវជាអំណោយផលផងហ្នឹងហើយចង់ញ៉ាំដែរប៉ុន្តែគាត់ថាវាថ្លៃពេកហើយបើមានសិនបើសិនជាឧបមាថាមានដូចជាបងប្អូនកូនក្មួយច្រើនចឹងទៀតអូចំណាយលុយអស់ច្រើនណាមានលុយណាទៅម្នាក់10រៀលជាងទៅរហូតលុយណា4នាក់មើលគុណ10000តម្លៃវាចង់50ស្វីជាង60បាត់ហើយឥឡូវនេះដើម្បីកុំឲ្យអស់កង្វល់ជាមួយនឹងតម្លៃពិសេសនៅជាមួយនឹងហាង The Snake Store ដែលគេផ្សាយនៅក្នុង Facebook ទូទាំងទូទៅដែលគេប្រម៉ូទឡើងណាឥឡូវនាងខ្ញុំចង់ដឹងមើលព្រោះពេលខ្លះឮតែគេផ្សាយយើងមិនដឹងទេថារសជាតិមានអីគេខ្លះហើយពេលខ្លះគាត់ផ្សាយយើងមិនដឹងថាអូតើពេលទៅដល់ហ្នឹងតើវាមានដូចអ្វីដែលគេនិយាយមែនអត់គាត់ថាពេលដាក់ក្នុងហ្នឹងគេមានស៊ូស៊ីអីដល់ពេលម្ដងថ្ងៃនេះគឺវាអត់មានស៊ូស៊ីទេតែវាមិនជាបញ្ហាទេពេលម្ដងវាមានច្រើនមុខផុសគេវាសមមួយតម្លៃផុសគេដែរហើយអញ្ចឹងចាំស្ដាប់មើលថាតម្លៃប្រហែលប៉ុន្មានដែរតែថាចង់ណែនាំឲ្យបងប្អូនដែលមិនសូវជាមានលុយកាក់អីចង់ថាឲ្យមកញ៉ាំអញ្ចឹងណាអញ្ចឹងគឺតម្លៃវាហ្នឹងគឺតម្លៃតែ$6ប្រហែលទេដូចជា90អីទេប៉ុន្តែគាត់ថាយើងគិតថា$7តែម្នាក់ម្នាក់$7អញ្ចឹងទៅកុំឲ្យពិបាកគិត6រៀលជាង77ហើយយើងគិតតែម្នាក់$7អញ្ចឹងទៅសម្រាប់បងប្អូនដែលមិនសូវមានលុយកាក់ហើយតែពេលតម្លៃប៉ុណ្ណឹងហើយនិយាយពីម្ហូបចូលរាប់រយចូល100មុខ100មុខប្រហែលជាចូលខ្ទង់100មុខជាងព្រោះវាច្រើនម្លឹងវាមានច្រើនសម្បូរបែបហើយវាមានតាំងពីគ្រប់មុខបកងបកាក្តាមបាយឆាមីឆាហើយជាមួយនឹងគេហៅថាមឹកសាច់គោសាច់ជ្រូកហើយជាមួយនឹងគេហៅថា snake អាហារសម្រន់គេហៅថា snake store គេហ្នឹងវាមានតាំងពីប្រហិតវាមានស្អីគ្រប់មុខសាច់មាន់សាច់គោឈាមទាបកាគ្រប់មុខទាំងអស់បងប្អូនអាចមកសាកល្បងរសជាតិញ៉ាំជាមួយនឹងអាហារ The Snake Store បានហើយនិយាយទៅចំពោះលើតម្លៃនេះគឺវាថោកមែនតែនហ៊ាននិយាយថាអញ្ចឹងតែម្ដងព្រោះអាហារគេមានច្រើនណាបងប្អូនអានេះខ្ញុំចោះនេះជាមួយនឹងនំប៉ាវនោះវាមាននំប៉ាវសណ្ដែកស្នូលដូចជាគេហៅថាសង្ខ្យាគេមិនទេនាងខ្ញុំញ៉ាំទៅវាឆ្ងាញ់មែនតែនហើយញ៉ាំមកសេរីគឺញ៉ាំអត់កំណត់ហើយដូចជាពេលដែលយើងញ៉ាំនៅអ្នកឃើញមានផាត់លើមានជើងមាន់ស្អីហ្នឹងញោមជើងទាញោមនេះញោមអណ្ដាតឈូកច្រឡំញោមជើងទាអត់មានផងចេះតែនិយាយហ្មងណាម៉ារ៉ានេះហើយជាមួយនឹងគេហៅថាអាហារបារាំងតាំងពីសាច់គោម៉ាយ៉ូណេស្អីគេក្លៀសក្តាមលីសមុទ្រអីហើយជាមួយនឹងភ្លាក្តាមហើយនោះគេហៅមកហូបតុកកាគេឈ្មោះស្អីទេនាងខ្ញុំភ្លេចបាត់ហើយប៉ុន្តែវាច្រើនមកបងប្អូនអញ្ចឹងបងប្អូនអាចមានការជាដែលហៅថាជំរើសសម្រាប់ការញ៉ាំហើយនៅក្នុងនេះគឺមានតាំងពីផ្អែមឲ្យយើងទៀតផ្អែមថ្ងៃនេះពេលខ្ញុំទៅហ្នឹងគឺមានផ្អែមត្រៃខៀវជាមួយនឹងបាញ់ជំនឿហើយនឹងគេហៅថាចំហួយគេហ្នឹងណាជាមួយនឹងចំហួយគេដាក់គ្រាប់ជីគេហ្នឹងប៉ុន្តែច្រើនមុខហ្នឹងគឺអត់ខកម្ដងទេអញ្ចឹងបើសិនជាបងប្អូនដែល clean buffet ចង់ញ៉ាំ buffet ហើយមានលុយដូចថាមិនគ្រប់គ្រាន់គ្នាច្រើនពេកមិនហ៊ានទៅហើយបើទៅវាអស់លុយច្រើនបញ្ជ្រុលអត់ទាំងអស់គ្នាតែហ្មងទៅអញ្ចឹងឥឡូវនេះកុំឲ្យអស់កង្វល់អស់ដូចថាធ្វើក្តីបារម្ភច្រើនទេដែលយើងមិនដឹងថាចាយលុយកន្លែងណាឲ្យវាត្រូវគោលដៅចាយលុយកន្លែងណាឲ្យវាអស់តិចហើយចាយលុយកន្លែងណាឲ្យវាឆ្អែតណាអញ្ចឹងសូមណែនាំហាងនៅកំពង់មូលសាដាំស្កូវហ្នឹងហាង The Snake Store អរគុណបាយបាយ